នាងខ្ញុំឈ្មោះហ៊ុនសុភារីជាម្ចាស់ស្ថាបនិក Ebola Cambodia ដែលយើងបានចូលរួមកម្មវិធីពលឿនអាជីវកម្ម GCIP Cambodia កម្រិតខ្ពស់នៅពេលដែលខ្ញុំរៀនពី financial កាន់តែដល់ទៅបានយើងដឹងថាក្នុងលេខនីមួយៗហ្នឹង represent មានបង្ហាញចំណុចជាច្រើនដែលយើងជាក់ស្ដែងយើងអត់បានមើលចំណុចខ្លះតកតងទៅនឹងផលិតកម្មយើងដើរដល់ណាចំណុចខ្លះគេនិយាយទៅលើថាយើងប្រើបុគ្គលិកត្រឹមត្រូវអត់អញ្ចឹងនៅពេលដែលយើងអត់បានមើលនឹងដិតដល់ធ្វើឲ្យអាជីវកម្មយើងអត់ដើរទៅមុខទេបើមិនដើរថយក្រោយគឺវល់នៅហ្នឹងហើយខ្ញុំថានៅពេលដែលយើងមាន expert ក្នុងការជួយយើងទៅទីមួយក៏ជួយបរៀនទៅលើ financial the foundation សិនបន្ទាប់មកយើងដឹងថាតើយើងគួរធ្វើម៉េចដើម្បីយើងអាចប្រៀបចំផែនការអាជីវកម្មរបស់យើងទៅទៅ financial ហ្នឹងវា more realistic អាចថាយើងយកទៅប្រើបានកុំមកធ្វើហើយគ្រាន់តែធ្វើហើយអត់បានយកមកប្រើរាល់ថ្ងៃយើងមានរចនាសម្ព័ន្ធប៉ុន្តែអីដែលជាបញ្ហាធំគឺខ្ញុំជាម្ចាស់ក្រុមហ៊ុនហ្នឹងធ្វើការម្នាក់ឯងច្រើនពេកទំនួលខុសត្រូវច្រើនដោយសារយើងធ្លាប់ពីមុនមានផ្នត់កំណត់ថាយើងធ្វើខ្លួនឯងតែការងារនឹងយើងចេះអញ្ចឹងទៅយើងធ្វើបានលឿនតែចេះស្ដាយនៅពេលការងារនឹងច្រើនជាពេកយើងអត់បានដាក់ការងារបុគ្គលិកអញ្ចឹងការងារនឹងស្ទះអញ្ចឹងនៅពេលដែលយើងចូលបានគម្រោងនេះយើងបានជួបជាមួយទៅនឹងគ្រូបរិញ្ញាដែលគាត់ជួយបដិបដាលផ្លាស់ប្ដូរផ្នត់កំណត់ខ្ញុំធ្វើម៉េចយើងអាចមានរចនាសម្ព័ន្ធក្រុមហ៊ុនហើយតើយើងធ្វើម៉េចឲ្យបុគ្គលិកហ្នឹងទទួលទៅលើមានភាពទំនួលខុសត្រូវទៅលើទំនួលខុសត្រូវរបស់គាត់អញ្ចឹងចំណុចហ្នឹងដែលយើងកំពុងតែធ្វើរាល់ថ្ងៃហើយបន្ទាប់ពីយើងបានរៀនជាមួយទៅនឹងគ្រូប្រវត្តិធ្វើឲ្យការធ្វើការងាររបស់យើងទៅហ្នឹងក្រុមការងារក៏មានប្រសិទ្ធភាពជាងមុនតែតើទៅនឹងការ scale រាល់ថ្ងៃយើងកំពុង scale ហើយយើងកំពុងតែធ្វើម៉េច scale ហ្នឹងកុំឲ្យខុសអញ្ចឹងនៅពេលដែលយើងបានចំណាយពេលជាមួយ AR គាត់បានធ្វើឲ្យយើងមើលឃើញទៅលើចំណុចពិសេសដែលយើងត្រូវចាប់ផ្ដើមធ្វើមុននឹងយើង scale ក្នុងនោះរួមទាំងមានទៅលើការធ្វើទៅលើSOP សម្រាប់ឲ្យយើងថាបើយើងចង់រើបុគ្គលិកបន្ថែមបរិញ្ញាបុគ្គលិកបន្ថែមយើងគួរតែមាន standard proper មួយដើម្បីឲ្យគាត់ងាយស្រួលរៀនពីយើងបន្ទាប់មកទៀតគឺផ្ដោតទៅលើ technology ដែលយើង solution ប្រហែលយើងធ្វើតែផ្ដោតទៅលើ food waste collection solution ទៅលើតែrestaurant ឬក៏ hotel ទេប៉ុន្តែយើងអត់ទាន់បានចូលទៅក្នុងទីផ្សារកាកសំណល់អាហារឬនៅតាមផ្សារទាំងតែកាកសំណល់ទាំងអស់ហ្នឹងច្រើនប៉ុន្តែយើងអត់ទាន់មាន system scalable system ដើម្បីធ្វើអាហ្នឹងឯងអញ្ចឹងក៏យើងចាប់ផ្ដើមទៅជែកគ្នាទៅឃើញ solution ខ្លះហើយយើងនឹងអាចនឹង implement ក្នុងពេលឆាប់ៗហ្នឹងហើយលើពីហ្នឹងទៀតយើងក៏បានទៅជែកទៅលើថាតើយើងធ្វើម៉េចដើម្បីរកបុគ្គលិកបន្ថែមក្នុងការជួយ scale របស់យើងហ្នឹងលើពីហ្នឹងទៀតបន្ទាប់យើងបានចូលរួមទៅលើគម្រោងរបស់ GCIP យើងទទួលបានទៅលើឧបករណ៍ក្នុងការគណនាការកាត់បន្ថយផលផ្ទៃកញ្ចក់ដែលធ្វើឲ្យយើងបានយល់កាន់តែច្បាស់ហើយយើងអាចទៅទទួលបានការចាប់អារម្មណ៍ពីអ្នកប្រាជ្ញកាន់តែច្រើនជាងមុន